ឥន្ធនៈរុស្ស៊ីកំពុងតែដួលរលំហើយរុស្ស៊ីកំពុងតែស្វែងរកការដឹកជញ្ជូនប្រេងតាមសមុទ្រជាបន្ទាន់ខណៈមានកង្វះខាតប្រេងក្នុងស្រុកកាន់តែកើនឡើងយ៉ាងខ្លាំងរុស្ស៊ីនៅខណៈនេះត្រូវបានគេដឹងថាគ្រោងនឹងរៀបចំផែនការចាប់ផ្ដើមនាំចូលប្រេងសាំងតាមសមុទ្រដើម្បីដោះស្រាយបញ្ហាកង្វះខាតប្រេងឥន្ធនៈដែលកើតឡើងដោយសារតែការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធចម្រាញ់ប្រេងពីសំណាក់កងកម្លាំងយោធាអ៊ុយក្រែនបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍អំពីបញ្ហានេះដោយយោងតាមប្រភពពីវិស័យឧស្សាហកម្មការដឹកជញ្ជូនប្រេងជាលើកដំបូងពីតំបន់អាស៊ីអាចនឹងមកដល់កំពង់ផែរបស់រុស្ស៊ីនៅដើមខែមិថុនានេះសម្រាប់ប្រទេសរុស្ស៊ីដែលជាប្រទេសនាំចេញប្រេងនិងផលិតផលប្រេងដ៏ធំបំផុតមួយនៅលើពិភពលោកការផ្លាស់ប្ដូរនេះត្រូវបានគេចាត់ទុកថាជារឿងមិនធម្មតានោះទេតាម Reuters ដដែលស្ថានភាពនៅលើទីផ្សារប្រេងឥន្ធនៈបានធ្លាក់ចុះកាន់តែធ្ងន់ធ្ងរបន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់លើរោងចក្រចម្រាញ់ប្រេងឃ្លាំងស្តុកប្រេងនិងហេដ្ឋារចនាសម្ព័ន្ធថាមពលជាលទ្ធផលក្រុមហ៊ុនមួយចំនួនត្រូវបានបង្ខំឲ្យកាត់បន្ថយឬផ្អាកដំណើរការចម្រាញ់ប្រេងជាបណ្ដោះអាសន្នការកង្វះខាតប្រេងត្រូវបានគេរាយការណ៍មកថាបានកើតឡើងនៅក្នុងតំបន់មួយចំនួននៃប្រទេសរុស្ស៊ីអាញាធររុស្ស៊ីក៏បានទទួលស្គាល់ជាផ្លូវការអំពីការកង្វះខាតប្រេងឥន្ធនៈនេះជាពិសេសនៅតំបន់គ្រីមៀនិងតំបន់មួយចំនួនទៀតនៅស៊ីបេរីចំពេលដែលមានវិបត្តិនេះអាញាធររុស្ស៊ីបានសម្រេចដាក់បម្រាមបណ្ដោះអាសន្នលើការនាំចេញប្រេងសម្រាប់អ្នកផលិតរហូតដល់ចុងខែកក្កដាវិធានការនេះត្រូវបានរំពឹងថានឹងជួយបង្កើនការផ្គត់ផ្គង់ក្នុងស្រុកក្នុងអំឡុងរដូវក្តៅដែលបង្ហាញពីតម្រូវការកើនឡើងក្រៅពីការផ្គត់ផ្គង់ប្រេងពីអាស៊ីរុស្ស៊ីក៏បានប្រេងពីបេឡារុសផងដែរហើយកាលពីខែមុនរុស្ស៊ីបានព្យាយាមបង្កើនការទិញប្រេងពីប្រទេសកាហ្សាក់ស្ថានថែមទៀតទោះបីជាយ៉ាងណាក៏ដោយបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Reuters សមត្ថភាពផ្គត់ផ្គង់ប្រេងពីប្រទេសជិតខាងមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការទាំងមូលនៃទីផ្សារប្រេងរបស់រុស្ស៊ីបានទេប្រសិនបើស្ថានភាពនេះនៅតែបន្តអាក្រក់ឡើងអ្នកជំនាញបញ្ជាក់ថាការនាំចូលប្រេងតាមសមុទ្រនេះមិនមែនជាដំណោះស្រាយយូរអង្វែងទេព្រោះថ្លៃដឹកជញ្ជូនខ្ពស់និងបរិមាណមានកំណត់ដែលជាឧបសគ្គសំខាន់បំផុតកាលពីឆ្នាំមុនរុស្ស៊ីបាននាំចេញប្រេងប្រហែល5លានតោនប៉ុន្តែឥឡូវត្រូវបង្ខំចិត្តស្វែងរកប្រភពដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុកចំពេលមានការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធចម្រាញ់ប្រេងស្ថានភាពប្រេងបានធ្លាក់ចុះយ៉ាងលឿនរហ័ស Excellent Novo Plus បានរាយការណ៍អំពីលទ្ធផលបណ្ដោះអាសន្ននៃយុទ្ធនាការរបស់អ៊ុយក្រែនដោយបញ្ជាក់ថារោងចក្រចម្រាញ់ប្រេងជាច្រើនត្រូវបានវាយប្រហារនៅខែឧសភានេះហើយរោងចក្រខ្លះត្រូវបានបិទទ្វារដើម្បីជួសជុលជាបណ្ដោះអាសន្នកាលពីមុនគោលដៅសំខាន់គឺអង្គភាពចម្រាញ់បឋមឥឡូវនេះគឺការវាយប្រហាររបស់អ៊ុយក្រែនបានផ្លាស់ប្ដូរទៅកាន់ឧបករណ៍ចម្រាញ់បន្ទាប់បន្សំដែលមានភាពស្មុគស្មាញខ្ពស់ឧបករណ៍ទាំងនេះគឺជាបច្ចេកវិទ្យាសំខាន់ដែលភាគច្រើននាំចូលពីបរទេសនិងស្ថិតក្រោមទណ្ឌកម្មដែលធ្វើឲ្យការជួសជុលនិងការស្ដារឡើងវិញមានភាពលំបាកបរិមាណចម្រាញ់ប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះប្រហែល 13% បើធៀបនឹងឆ្នាំមុនក្នុងខែឧសភាដែលជាការផ្លាស់ប្ដូរយ៉ាងខ្លាំងបំផុតចាប់តាំងពីការចាប់ផ្ដើមសង្គ្រាមពេញលេញជាមួយនឹងអ៊ុយក្រែននៅតំបន់គ្រីមៀដែលត្រូវបានកាន់កាប់ដោយកងទ័ពរុស្ស៊ីនៅពេលនេះស្ថានភាពក៏កាន់តែធ្ងន់ធ្ងរព្រោះប្រជាជនកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈជាខ្លាំងហើយបានស្នើឲ្យអាជ្ញាធរបង្កើនបរិមាណការដឹកជញ្ជូនតាមរយៈស្ពានខើចនៅខណៈនេះបើតាមរបាយការណ៍ដោយសារព័ត៌មានគៀវ Independent ក៏បានឲ្យដឹងថាយោធាអ៊ុយក្រែនបានបើកការវាយប្រហារទៅលើស្ថានីយ៍ប្រេងនៅតំបន់គ្រីមៀដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ីកាលពីយប់ថ្ងៃទី21ខែមិថុនារូបថតនិងវីដេអូដែលត្រូវបានចែកចាយលើបណ្ដាញសង្គមបានបង្ហាញពីអគ្គិភ័យដែលកើតឡើងនៅស្ថានីយ៍ប្រេងឥន្ធនៈមួយខណៈដែលផ្សែងខ្មួលខ្មាញ់ត្រូវបានគេសង្កេតឃើញហោះឡើងពីតំបន់កំពង់ផែទំហំនៃការខូចខាតទាំងស្រុងនៅតែមិនទាន់បានបញ្ជាក់នៅឡើយខណៈអាវុធដែលបានប្រើប្រាស់ក្នុងការវាយប្រហារនេះក៏មិនទាន់ត្រូវបានបញ្ជាក់ផងដែរទោះជាយ៉ាងណាកងកម្លាំងរបស់ទីក្រុងគៀវតែងតែប្រើយន្តហោះគ្មានមនុស្សបើកដើម្បីវាយប្រហារទៅលើគោលដៅទៅលើតំបន់នេះជាប្រចាំការវាយប្រហារនេះកើតឡើងក្នុងបរិបទដែលមានរបាយការណ៍អំពីសកម្មភាពវាយប្រហារកាន់តែទូលំទូលាយទៅលើឧបទ្វីបគ្រីមៀដោយមានការផ្ទុះត្រូវបានគេរាយការណ៍នៅទីក្រុងស៊ីហ្វារូប៉ូលយេប៉ាតូរ៉េនិងសេវ៉ាស្តូប៉ូលផងដែរក្នុងរយៈពេលប្រមាណខែចុងក្រោយតំបន់គ្រីមៀបានក្លាយជាគោលដៅសំខាន់មួយនៃយុទ្ធនាការវាយប្រហាររបស់អ៊ុយក្រែន
យុទ្ធសាស្ត្រនេះផ្អែកលើយន្តហោះគ្មានមនុស្សបើកចម្ងាយមធ្យមដើម្បីវាយគោលដៅរបស់រុស្ស៊ីនៅខាងក្រោយជួរមុខដែលភាគច្រើនស្ថិតនៅចម្ងាយប្រហែល25ដល់200គីឡូម៉ែត្រទីក្រុងគៀវត្រូវបានគេដឹងថាកំពុងផ្ដោតលើយុទ្ធសាស្ត្រវាយគោលដៅលើវិស័យថាមពលខណៈតំបន់គ្រីមៀដែលស្ថិតក្រោមការកាន់កាប់កំពុងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈជាបន្តបន្ទាប់ដែលត្រូវបានគេយល់ថាបណ្ដាលមកពីការវាយប្រហាររបស់អ៊ុយក្រែននៅដើមខែមិថុនាអាញាធរដែលគាំទ្ររុស្ស៊ីបានអនុវត្តប្រព័ន្ធបានប្រេងឥន្ធនៈនិងកំណត់លើបរិមាណដែលប្រជាពលរដ្ឋអាចទិញប្រេងបានកងកម្លាំងអ៊ុយក្រែនត្រូវបានរាយការណ៍មកថាបានវាយប្រហារម៉ាស៊ីនបង្ហាប់អ៊ូស្មန်ចំនួន4នៅក្នុងតំបន់គ្រីមៀនិងរោងចក្រចម្រាញ់ប្រេងមួយនៅទីក្រុងទីយូមែនក្នុងតំបន់ស៊ីបេរីសកម្មភាពទាំងនេះជាផ្នែកមួយនៃយុទ្ធនាការដើម្បីប៉ះពាល់ដល់វិស័យថាមពលរបស់អ៊ុយក្រែននិងសំខាន់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលគាំទ្រការប្រយុទ្ធរបស់កងទ័ពរុស្ស៊ីរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោកមីខេឡូវីដូរ៉ូបាននិយាយនៅថ្ងៃទី17ខែមិថុនាថាយុទ្ធនាការយន្តហោះគ្មានមនុស្សបើកកំពុងធ្វើឲ្យគ្រីមៀក្លាយជាកោះមួយដែលមានគោលបំណងញែកតំបន់នេះចេញពីប្រទេសរុស្ស៊ីតាមរយៈការវាយប្រហារលើបណ្ដាញផ្គត់ផ្គង់សំខាន់មេបញ្ជាការ Robert Brody បានសរសេរនៅលើបណ្ដាញ Telegram ថាកងកម្លាំងប្រព័ន្ធគ្មានមនុស្សបើករបស់អ៊ុយក្រែនបានបាញ់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងទៅកាន់តំបន់ដែលកាន់កាប់ដោយរុស្ស៊ីគោលដៅរួមមានម៉ាស៊ីនបង្ហាប់អ៊ូស្មန်ចំនួន4គ្រឿងនៅគ្រីមៀស្ពានឆ្លងកាត់ច្រកសមុទ្រ Heniche ដែលភ្ជាប់ពីតំបន់គ្រីមៀទៅ Kherson និងទីតាំងយោធាចំនួន13ផ្សេងទៀតការវាយប្រហារនេះបានចាប់ផ្ដើមពីមួយថ្ងៃមុនដោយលោក Brody បានបង្ហោះវីដេអូយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនកំពុងវាយប្រហារកន្លែងផ្ទុកអ៊ូស្មန်ក្រោមដី Hliubika នៅភាគខាងលិចគ្រីមៀកាលពីថ្ងៃទី19មិថុនាប្រធានាធិបតី Volodymyr Zelensky បានសរសើរចំពោះប្រតិបត្តិការនេះដោយលើកឡើងថាការវាយប្រហារដែលអាចឈានដល់គោលដៅឆ្ងាយនិងមានប្រសិទ្ធភាពក្នុងការប៉ះពាល់ដល់សមត្ថភាពសង្គ្រាមរបស់រុស្ស៊ីទោះជាយ៉ាងណាអាញាធររុស្ស៊ីបានអះអាងថាការវាយប្រហារទីក្រុងទីយូមែនត្រូវបានការពារដោយប្រព័ន្ធការពារដែនអាកាសហើយអគារមិនបានរងការខូចខាតធ្ងន់ធ្ងរនោះទេអភិបាលតំបន់ Alexander Moore បានបញ្ជាក់ថាក្រុមសង្គ្រោះកំពុងធ្វើការនៅកន្លែងកើតហេតុហើយបុគ្គលិកត្រូវបានជម្លៀសចេញការវាយប្រហារនេះកើតឡើងបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំលើទីក្រុងមូស្គូដែលបានប៉ះពាល់ដល់រោងចក្រចម្រាញ់ប្រេងសំខាន់លោក Zelensky បានហៅការវាយប្រហារនេះថាជាការឆ្លើយតបសមហេតុផលចំពោះការវាយប្រហាររបស់រុស្ស៊ីដែលជាផ្នែកមួយនៃការបង្ខំឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមក្នុងបរិបទនេះទិន្នផលប្រេងរបស់រុស្ស៊ីត្រូវបានគេរាយការណ៍មកថាធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល1ឆ្នាំខណៈដែលអ៊ុយក្រែនបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលមកទល់ពេលនេះរុស្ស៊ីត្រូវបានគេរាយការណ៍មកថាបានបាត់បង់កម្លាំងទ័ពប្រហែល1,390,660 នាក់ក្នុងសង្គ្រាមនៅអ៊ុយក្រែនចាប់តាំងពីការចាប់ផ្ដើមឈ្លានពានទ្រង់ទ្រាយធំនៅថ្ងៃទី24កុម្ភៈឆ្នាំ2022នេះបើយោងតាមអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកាលពីថ្ងៃទី20ខែមិថុនាចំនួននេះរួមមានអ្នកស្លាប់និងអ្នករងរបួសប្រមាណ1240នាក់ដែលត្រូវបានរាយការណ៍ថាបានកើតឡើងក្នុងរយៈពេលតែមួយថ្ងៃចុងក្រោយប៉ុណ្ណោះរបាយការណ៍ដដែលបានបញ្ជាក់ថារុស្ស៊ីក៏បាត់បង់សម្ភារៈយោធាជាច្រើនផងដែររួមមានរថក្រោះ12,041 គ្រឿងរថយន្តប្រយុទ្ធពាសដែក24,787 គ្រឿងរថយន្តដឹកធុងប្រេង1,93,342 គ្រឿងប្រព័ន្ធកាំភ្លើងធំ44,386 គ្រឿងប្រព័ន្ធរ៉ុកកែត1,383 គ្រឿងប្រព័ន្ធការពារដែនអាកាស14,033 គ្រឿងយន្តហោះ436 គ្រឿងឧទ្ធម្ភាគចក្រ353 គ្រឿងនិងយន្តហោះគ្មានមនុស្សបើកចំនួន361,803 គ្រឿងបន្ថែមពីនេះរុស្ស៊ីក៏ត្រូវបានរាយការណ៍មកដែរថាបាត់បង់យានយន្តគ្មានមនុស្សបើកចំនួន1,995 គ្រឿងនាវា33 គ្រឿងព្រមទាំងនាវាមួយទឹក2គ្រឿងផងដែរតែតួលេខទាំងនេះមិនអាចត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ